រឿងដុតភ្លើងគប់ស្វែងរកអ្នកមានបញ្ញាឈីហ៊ុនកុងនៃរដ្ឋឈីបានប្រគល់តួនាទីឲ្យគួនចុងដំណើរការបដិរូបការគ្រប់គ្រងដែលជាហេតុធ្វើឲ្យរដ្ឋឈីរឹងមាំក្លាយជារដ្ឋដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈឹវដើម្បីសម្ដែងឲ្យឃើញជាក់ក្នុងការសម្រេចចិត្តរបស់គេក្នុងការស្វែងរករួមអ្នកមានសតិបញ្ញាទើបឈីហ៊ុនកុងឲ្យដុតភ្លើងគប់ដ៏ធំមួយទុកនៅមុខវាំងដើម្បីត្រៀមចាំទទួលអ្នកមានសតិបញ្ញាពីគ្រប់ទិសទីដែលនឹងចូលមកស្វាមីភក្ត្រចំពោះព្រះអង្គបានគ្រប់ពេលវេលាតែមិនដឹងថាព្រោះហេតុអ្វីភ្លើងគប់បានដុតបំភ្លឺអស់កាលយូរដល់ទៅ1 ឆ្នាំក៏គ្មានអ្នកមានសតិបញ្ញាណាម្នាក់ចូលមកសុំចូលជួបសោះតមកមានថ្ងៃមួយនោះនៅនាជីក្រុងផ្នែកបុព្វាទិសមានអ្នកស្រែកជនបទម្នាក់មកសុំចូលជួបអាងថាខ្លួនមានសមត្ថភាពក្នុងការទន្ទិញមេសូតគុណឈីហ៊ុនកុងមានអារម្មណ៍អស់សំណើចទើបបញ្ជូនមនុស្សឲ្យទៅប្រាប់គេថាការទន្ទិញមេសូតគុណគឺជារឿងធម្មតាសាមញ្ញនិងមានតម្លៃអ្វីសមគួរដល់ការចូលជួបអ្នកគ្រប់គ្រងរដ្ឋនោះអ្នកជនបទទើបទៅវិញថាយើងខ្ញុំបានស្ដាប់មកថានៅមុខវាំងបានដុតគប់ភ្លើងពេញ1 ឆ្នាំហើយក៏មិនមាននរណាសុំចូលជួបទាំងនេះពីព្រោះព្រះអង្គម្ចាស់ជាបុគ្គលដ៏អស្ចារ្យអ្នកមានសតិបញ្ញាក្នុងទិសទីផ្សេងសុទ្ធតែគិតថាខ្លួនឯងមិនអាចធៀបជាមួយនឹងព្រះអង្គម្ចាស់បានព្រោះហេតុនេះទើបមិនហ៊ានមកសុំចូលជួបយើងខ្ញុំអាចទន្ទិញមេសូតគុណថ្វីបើវាគ្រាន់តែជាសមត្ថភាពតូចតាចក៏ដោយតែបើព្រះអង្គម្ចាស់អាចទទួលស្វាគមន៍យើងខ្ញុំបានយ៉ាងល្អហើយនោះតើទ្រង់នៅខ្លាចអ្វីទៀតទៅថាអ្នកមានសតិបញ្ញាពិតប្រាកដនឹងមិនមកសុំជួបទៀតនោះភ្នំថៃសានដែលធំអស្ចារ្យក៏ព្រោះវាមិនបដិសេធក្នុងការទទួលយកដុំថ្មតូចទុកក្នុងរង្វង់ដៃមហាសមុទ្រដ៏សែនជ្រៅក៏ព្រោះវាបានសន្សំទឹកពីទន្លេស្ទឹងដងអូតូចធំទាំងឡាយមកដាក់ក្នុងខ្លួនរបស់វាក្នុងគម្ពីរស៊ឺជឹងបានពោលទុកថាមហាក្សត្រក្នុងអតីតកាលពេលមានរឿងអ្វីក៏សុទ្ធតែសុំយោបល់ពីអ្នកស្រែដែលជាអ្នកដាំស្រូវកាប់អស់ដូច្នេះហើយទើបគេអាចរួបរวมមតិយោបល់បានយ៉ាងទូលំទូលាយឈីហ៊ុនកុងបានស្ដាប់ហើយក៏ងក់សរសៃយល់ស្របតាមទើបចាត់ពិធីទទួលស្វាគមន៍អ្នកស្រែជនបទម្នាក់នោះយ៉ាងឡារឹកអធិកអធមតមករយៈវេលាមិនដល់1 ខែផងអ្នកមានសតិបញ្ញាទាំង4ទិសក៏នាំគ្នាមកសុំស្វាមីភក្ត្រចំពោះព្រះអង្គម្ចាស់ឈីហ៊ុនកុងគំនិតពិចារណាក្នុងរឿងនេះគឺការដែលឈីហ៊ុនកុងក្លាយជាមនុស្សដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈីវវាមានការតាក់ទងក្នុងរឿងវិធីប្រើមនុស្សរបស់គេជាច្រើនវិធីប្រើមនុស្សរបស់គេមានលក្ខខណ្ឌពិសេសពីរប្រការមួយគឺមិនអាឃាតព្យាបាទដូចជាគួនចុងធ្លាប់ជួយកុងជឿជីវដណ្ដើមអំណាចដោយប្រើកៅទន់បាញ់ប្រហារឈីហ៊ុនកុងពីមុនមកតែពេលឈីហ៊ុនកុងប្រើគេឲ្យធ្វើការក៏ផ្ដល់ទំនុកចិត្តពេញទំហឹងមិនមានការសន្ទិសសង្ស័យអ្វីឡើយវិធីទី2គឺមិនប្រកាន់ខ្ជាប់ស្លាប់ខ្លួនរឹងឆ្កឺតតាមនិទានក្នុងរឿងនេះអាចឃើញបានថាភ្នំថៃសានមិនស្អប់ខ្ពើមដុំថ្មទូធំទើបក្លាយជាគិរីដ៏ធំបានមហាសមុទ្រមិនបដិសេធទឹកពីទន្លេស្ទឹងដងអូតូចធំទើបជ្រាលជ្រៅធំធេងហួសកញ្ញាបានក្នុងបញ្ហាការប្រើមនុស្សមេដឹកនាំក៏បីមានចិត្តដ៏ទូលំទូលាយដូចនេះឯង